នោះខ្លាំងនៅក្នុងប្រវត្តិសាស្ត្រម្នាក់ដែលប្រឡំលោកនិងខ្សែភាពយន្តតែងតែបង្អាប់អំពីសមត្ថភាពរបស់គាត់តោះចឹងដឹងថាគាត់គឺជានរណាតាមដានវីដេអូមួយនេះចៅអ៊ីកាត់ឆ្នាំ175នៃគ្រិស្តសករាជលោកមានស្រុកកំណើតនៅស្រុកស៊ូក្នុងតំបន់លូជាងដែលបច្ចុប្បន្នស្រុកស៊ូឆឹងខេត្តអានហ៊ុយលោកគឺជាកូនរបស់លោកជូយីដែលជាមន្ត្រីរាជវង្សហានម្នាក់ដែរនៅអំឡុងឆ្នាំ191នៃគ្រិស្តសករាជស៊ុនជៀនបានប្រមូលកងទ័ពដើម្បីយុទ្ធនាការប្រឆាំងនឹងតុងជ័រលោកក៏បានផ្លាស់ទីលំនៅគ្រួសាររបស់លោកពីស៊ូឈុនមកស្រុកស៊ូដែលជាកន្លែងកំណើតរបស់ចៅអ៊ីក៏បានស្គាល់គ្នាជាមួយនឹងកូនប្រុសច្បងរបស់ស៊ុនជៀនគឺស៊ុនឈើហើយក៏ក្លាយជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតចៅអ៊ីមិនត្រឹមតែផ្ដល់ផ្ទះរបស់គ្រួសារខ្លួនឲ្យស៊ុនឈើនិងក្រុមគ្រួសារស្នាក់នៅប៉ុណ្ណោះនោះទេប៉ុន្តែលោកថែមទាំងគោរពម្ដាយរបស់ស៊ុនឈើគឺលោកស្រីអ៊ូប្រៀបដូចជាម្ដាយបង្កើតរបស់លោកយ៉ាងដូចនេះដែរនៅប្រហែលឆ្នាំ194នៃគ្រិស្តសករាជស៊ុនឈើដែលពេលនោះកំពុងតែបម្រើការក្រោមបង្គាប់យៀនស៊ូបានដឹកនាំកងទ័ពចូលទៅកាន់ខេត្តយ៉ាងដើម្បីជួយសាច់ញាតិរបស់លោកអ៊ូជីងនិងស៊ុនពិននៅក្នុងការទប់ទល់ការឈ្លានពានពីសំណាក់លាវយ៉ាវនៅក្នុងពេលដែលស៊ុនឈើកំពុងតែត្រៀមខ្លួនដើម្បីឆ្លងទន្លេយ៉ងសេនៅត្រង់ចំណុចលីយ៉ាងដើម្បីវាយប្រហារលាវយ៉ាវលោកក៏បានចាត់អ្នកនាំសារទៅជម្រាបចៅអ៊ីអំពីផែនការរបស់លោកពេលទទួលដំណឹងភ្លាមចៅអ៊ីក៏បានដឹកនាំកងទ័ពដើម្បីមកជួយស៊ុនឈើដែលធ្វើឲ្យស៊ុនឈើមានការត្រេកអរយ៉ាងខ្លាំងអំពីទឹកចិត្តរបស់ចៅអ៊ីបញ្ជាក់បន្តិចថានៅក្នុងអំឡុងពេលនោះចៅអ៊ីកំពុងតែបម្រើការជាមួយពូរបស់លោកដែលជាអ្នកគ្រប់គ្រងក្នុងខេត្តមួយដែរឆ្នាំ196នៃគ្រិស្តសករាជយៀនស៊ូបានចាត់បងប្អូនចដុំមួយរបស់លោកឲ្យទៅជំនួសតំណែងពូរបស់ចៅអ៊ីចៅសៀងនេះហើយទើបធ្វើឲ្យចៅអ៊ីនិងចៅសៀងក៏បានធ្វើដំណើរមកកាន់ក្រុងស៊ូឈុនដើម្បីជួបជាមួយនឹងយៀនស៊ូចង់បញ្ចុះបញ្ចូលចៅអ៊ីឲ្យមកធ្វើការជាមួយខ្លួនប៉ុន្តែចៅអ៊ីបានមើលឃើញអំពីក្តីវិនិច្ឆ័យអន្តរាយរបស់យៀនស៊ូនៅថ្ងៃអនាគតទើបលោកធ្វើជាសុំតំណែងត្រឹមតែចៅហ្វាយស្រុកតូចមួយដើម្បីជាលេសចាក់ចេញពីយៀនស៊ូហើយទៅចូលរួមជាមួយនឹងស៊ុនឈើដោយសម្ងាត់ឆ្នាំ198នៃគ្រិស្តសករាជចៅអ៊ីក៏បានធ្វើដំណើរទៅដល់តុងអ៊ូស៊ុនឈើក៏បានចេញមកទទួលស្វាគមន៍ដោយផ្ទាល់ហើយក៏បានតែងតាំងលោកជាមេទ័ពហើយប្រកបទ័ព2000នាក់សេះ50ក្បាលទៅឲ្យលោកគ្រប់គ្រងផងដែរពេលដែលស៊ុនឈើទទួលមរណភាពចៅអ៊ីក៏បានបន្តបម្រើការជូនប្អូនប្រុសរបស់ស៊ុនឈើគឺស៊ុនឈៀនកិច្ចការតូចធំទាំងឡាយស៊ុនឈៀនតែងតែសុំយោបល់ពីចៅអ៊ីនិងគោរពចៅអ៊ីដូចជាបងប្រុសបង្កើតអញ្ចឹងលោកគឺជាមនុស្សដែលមានចិត្តទូលាយដែលខុសអំពីខ្សែភាពយន្តដែលថាលោកតែងតែមានចិត្តចង្អៀតតែងតែចំណានឈ្នានីសជាមួយនឹងសមត្ថភាពរបស់ជូកលៀងចៅអ៊ីទទួលមរណភាពនៅក្នុងវ័យ36ឆ្នាំនៅក្នុងពេលដែលលោកធ្វើដំណើរត្រឡប់ទៅស្រុកជាងលៀងដើម្បីត្រៀមលក្ខណៈផែនការយុទ្ធនាការវាយលុកបនស៊ូគំតិចចាងលូនិងធ្វើសង្គ្រាមជាមួយឆាវមុនទទួលមរណភាពចៅអ៊ីបានឲ្យយោបល់ស៊ុនឈៀនឲ្យជ្រើសរើសលូស៊ូជាអ្នកទទួលតំណែងបន្តពីលោកស៊ុនឈៀនមានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់ចៅអ៊ីលោកបានមានប្រសាសន៍ទាំងទឹកភ្នែកថាកុងជិនមានសមត្ថភាពជាទីប្រឹក្សាដ៏ល្អសម្រាប់អ្នកដឹកនាំឥឡូវនេះគាត់បានស្លាប់ក្នុងវ័យក្មេងបែបនេះតើអាចឲ្យខ្ញុំពឹងផ្អែកលើនរណាបានទៀត